គេថា content ខ្ញុំអត់មានអីក្រៅពីធ្វើផ្ទះទេវាយលិចវាយកើតបានមកវីដេអូមានណាគេទៅវាយផ្ទះធ្វើ content ទេបងប្អូនព្រោះថាវាមិនចំណេញបន្តិចឡើយពេលខ្លះមិនមែនធ្វើខ្លួនឯងទេគឺជួលជាងមកជួលជាងគ្នាឯងក៏ដោយក៏គាត់ស៊ីថ្ងៃដែរហើយខ្ញុំត្រូវប្រើស៊ីម៉ងប្រើឥតមិនមែនផលិតខ្លួនឯងបានណាបងប្អូនហើយធ្វើ content ហ្នឹងវាអត់ចំណេញទេហើយថ្ងៃដែរគឺខ្ញុំមកជួសជុលបន្ទប់ពលាតែធ្វើដំបូងហ្នឹងគឺវាបិទចិត្តពេកមនុស្សប្រុសដូចបងខ្ញុំអីគាត់នៅបានប៉ុន្តែខ្ញុំចង់ដេកឲ្យគាត់បែបព្រីខ្ជូតចឹងទៅចឹងដែលខ្ញុំវាយប្រឡោះពីរសងខាងហ្នឹងគឺខ្ញុំដាក់កញ្ចក់ងាប់នៅកន្លែងហ្នឹងតែម្ដងហើយខ្ញុំដាក់តុករៀនមើលទៅក្រោយទៅឃើញ fresh តែម្ដងបងប្អូនឃើញទេសភាពខាងក្រោយអត់គឺ fresh ហ្មងហើយកន្លែងប្អួយនេះដែរគឺខ្ញុំដាក់ក្រែមួយសម្រាប់ឲ្យខ្យល់ចេញចូលចឹងទៅអូបាយធំក្បាយធំលាក់ខ្លួនសតគប់បាយឡងសតគប់បាយដាក់ខ្លួនបាយដាក់ខ្លួនទៅមើលធំអត់ចាប់បានអត់បានតាតបែកនេះស្រួយផ្អែមឆ្ងាញ់មែនតើនៅក្រៅមកកណោរំភើបទេរំភើបអានៅលើមួយដោយសារតែវាធំខ្លាំងមែនតើវាផ្លាយលួចលាក់យើងអញ្ចឹងសរុបមកគឺមិនមែនជួលជុលផ្ទះហ្នឹងជា content របស់ខ្ញុំទេប៉ុន្តែខ្ញុំជួសជុលផ្ទះដើម្បីធ្វើ content ហើយបងប្អូនគឺយើងជួសជុលដើម្បីយើងរៀបកន្លែងទុកធ្វើ content អញ្ចឹងណាមួយក៏ជាបន្ទប់ក្នុងក្តីសម័យរបស់គាត់ដែរនៅក្រៅហ្នឹងយើងរៀបបែបជា cute បែបគូនក្មេងទិញអន្ទងអញ្ចឹងណារៀបគាត់ធំហើយអញ្ចឹងគាត់ចង់បានបន្ទប់បែបមនុស្សធំអីចឹងទៅហើយបងប្អូនមើលនៅក្រោយ fresh សាហាវបងប្អូនមួយបខែកាឈូកហ្នឹងនិយាយមែនគឺប្រកាសឈូកស្អាតមែនតើចាំមើលពេលដែលខ្ញុំជួសជុលឲ្យបងប្អូនឃើញហើយក៏ផ្ទះហ្នឹងខ្ញុំចង់រុញឲ្យជាប់អញ្ចឹងខ្ញុំចង់បរិយាវាឲ្យជាប់ប្រកាន់ដៃប៉ុន្តែខ្ញុំខ្ជិលធ្វើជាដើមមួយទៀតបើយើងរុញវាឲ្យជាប់ប្រកាន់ដៃបើកបន្ទប់ធំហើយពេលដាក់កញ្ចក់ទៅវាមិនលែងមានអីបាំងហ្មងបងប្អូនប៉ុន្តែគាត់ថាខ្ញុំត្រូវធ្វើជាដើមមួយទៀតអញ្ចឹងខ្ញុំខ្ជិលវែងឆ្ងាយអញ្ចឹងខ្ញុំមិនបង្អង់យូរទេក៏មកបេះតបែកដែលខ្ញុំឃើញនៅលើបងប្អូននេះធំមែនទែនឃើញអត់គាត់តែបេះមកភ្លាមធ្លាក់ក្ពាកតែម្ដងធ្លាក់មកគឺប្រេះជា2តែម្ដងណាបេះបែកហ្នឹងអូទៅអាហ្នឹងតបែកហ្នឹងទុកធំណាចាទៅអីបងហ្នឹងផ្អែមខ្ញុំនិយាយមែនបងប្អូនផ្អកនេះញ៉ាំមួយតបែកនេះគឺឆ្ងាញ់ខ្លាំងមែនតើហ្មងនិយាយទៅការខ្ញុំនៅក្មេងៗខ្ញុំជួយចិត្តយកផ្អកបកាដែលម៉ែធ្វើឲ្យហ្នឹងយកមកញ៉ាំជាមួយតបែកខ្លាំងមែនតើហើយមិញហ្នឹងគឺយកតបែកហ្នឹងគឺយកមកផ្ទាប់មួយផ្អកនេះគឺជាតិមែនតើហើយបងប្អូនផ្អកខ្ញុំមកសល់ហូបខ្លួនឯងចង់បានណាហើយពេលខ្លះខ្ញុំអត់ចង់ហូបខ្លួនឯងទេដោយសារអីខ្ញុំខ្លាចបងប្អូនអត់ចិត្តបងប្អូនកក់មកកណោអត់ចង់បានទេណាបងលង្កអីហើយម្ចាស់ផ្ទះទុកញ៉ាំខ្លួនឯងចឹងទៅថ្ងៃហ្នឹងខ្ញុំឲ្យបងខ្ញុំទុកមកកំប៉ុងខ្ញុំទុកទៅគីមជីបងប្អូនតែខ្ញុំធ្វើគីមជីប្រហែលជា4/1ទេ1/4ទេសល់3/4ហ្នឹងគឺខ្ញុំយកមកញ៉ាំជាមួយត្រីអាំងត្រីអីចឹងទៅហើយមិញអាំងត្រីដែងអត់សិតតពងអត់បានថតឲ្យបងប្អូនមើលទេស្ដាយមែនតើហើយបុគ្គលិកខ្ញុំគាត់ហាន់ក្រូចឆ្មាដែរប៉ុន្តែវាជូរល្មមហើយចឹងខ្ញុំអត់ដាក់ក្រូចឆ្មាទេបងប្អូនយកទៅគឺជូរល្មមឆ្ងាញ់ហ្មងហើយ feedback ច្រើនខ្លាំងបងប្អូនហើយសម្រាប់កាមេរ៉ាដែលបងប្អូនរងចាំយូរអើយបងកូនដូចភ្នំបងប្អូនអើយនិយាយទៅពីថ្ងៃទេមកដល់ហើយណាសន្យាមិនមែនជាពាក្យបោកប្រាស់ឲ្យបងប្អូនតែសន្យានេះគឺអត់ដឹងដែរចឹងបងប្អូនដោយសារខាងដឹកជញ្ជូននិយាយទៅខាងឃ្លាំងខាងហងចាក់អីគេដាក់ចូលមកអស់ហើយប៉ុន្តែកំពុងតែដឹកជញ្ជូនតាមផ្លូវបងប្អូនដឹងទេអាដឹកជញ្ជូនហ្នឹងវាមិនយូរដូចយើងកំងហងចាក់ទេពេលខ្លះកំងហងចាក់គាត់អស់ស្តុកគាត់នៅផលិតនៅអីចឹងវាយូរតែបានដាក់ចេញមកហើយគឺលឿនទេហើយឥឡូវរៀបរាប់ពេលបងខ្ញុំហូបបាយហើយគាត់ជិតវិចទៀតបងប្អូនចាគឺថាតឡាចផ្លែឲ្យពេញទ្រឿងហ្មងណាបងប្អូនចង់បានតឡាចអាចមកកាត់ផ្ទះខ្ញុំបានណាតឡាចផ្លែនុកអាណែលពេញហ្នឹងតែម្ដងឲ្យបងខ្ញុំញ៉ាំហើយវិចខ្ចប់ទៀតបងប្អូននឹងស្អីខ្លះទេនោះបងធ្វើឡើងមែនគាត់ថាទៅផ្ទះអានេះថាធំជាងគេហ្នឹងវាធ្វើពូជថានេះជួយម៉ែធំចឹងតែនៅខ្ចីណាហ្នឹងហើយមិនចាស់ណាមានទេ